អាចកំបាំង70ឆ្នាំតើអ្វីបានបណ្ដាលឲ្យភូមិយ៉ាងស៊ីខ្លាចជាភូមិមនុស្សទឿតើអ្នកធ្លាប់ឮរឿងរ៉ាវដ៏ចម្លែកបំផុតរបស់ប្រទេសចិនទេភូមិយ៉ាងស៊ីស្ថិតនៅក្នុងខេត្តស៊ីឈួនត្រូវបានគេស្គាល់ថាជាភូមិមនុស្សទឿដែលមិនអាចរកឃើញមូលហេតុពិតប្រាកដស្ថិតិដែលគួរឲ្យភ្ញាក់ផ្អើលប្រហែលជា 40% នៃអ្នកភូមិគឺជាមនុស្សទឿកម្ពស់ខ្លីបំផុតគឺត្រឹមតែ 0.64 ម៉ែត្រប្រហែលជា 2 ហ្វីត 1 អ៊ីងប៉ុណ្ណោះការផ្ទុះឡើងជំងឺដ៏ចម្លែកនេះបានចាប់ផ្ដើមនៅឆ្នាំ 1951 ដោយធ្វើទុកបុកម្នេញទៅលើកុមារដែលមានអាយុចាប់ពី 5 ឆ្នាំដល់ 7 ឆ្នាំឲ្យឈប់លូតកម្ពស់ទាំងស្រុងតើអ្វីទៅក៏ជាមូលហេតុឲ្យពិតប្រាកដបន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវលើទឹកលើដីនិងអាហារអស់រយៈពេលជាច្រើនទសវត្សរ៍គេនៅតែរកចម្លើយមិនឃើញមានតែទិសដីតែប៉ុណ្ណោះសង្ស័យជាតិបារតខ្ពស់នៅក្នុងដីតែមិនអាចបញ្ជាក់បានភាពមិនប្រក្រតីនៃឆ្អឹងដោយកតាហ្សែនឬជំងឺមិនស្គាល់រឿងនិទានអ្នកភូមិខ្លះថាបណ្ដាសាបន្ទាប់ពីបុរសម្នាក់ដុតស៊ីអណ្ដើកខ្មៅចម្លែកចោះចំណែកអ្នកវិញតើអ្នកគិតថាអ្វីជាមូលហេតុពិតប្រាកដ